គោលដៅនិងក្តីស្រមៃគោលដៅនិងក្តីស្រមៃរបស់អ្នកគឺជាគ្រាប់ពូជមានតែអ្នកប៉ុណ្ណោះដែលអាចធ្វើឲ្យសុបិនរបស់អ្នកក្លាយជាការពិតការស្រមើស្រមៃសកម្មភាពរស់រវើកក្លាយជាការពិតប្រសិនបើអ្នកទុកការសុបិនរបស់អ្នកឲ្យនៅពីក្រោយអ្នកដូចនេះសេចក្តីសង្ឃឹមរបស់អ្នកនឹងត្រូវបាត់បង់អ្វីៗក៏ដោយដែលអ្នកអាចធ្វើបានឬក៏សុបិនថាអាចធ្វើបានសូមចាប់ផ្ដើមភ្លាមទៅអ្វីៗនៅលើលោកនេះកើតឡើងដោយបែបបទពីរយ៉ាងគឺ1ក្តីស្រមើស្រមៃ2ការចុះប្រឡូកអនុវត្តផ្ទាល់បើគ្មានការស្រមើស្រមៃទេវានឹងមិននាំឲ្យកើតមានរបស់ថ្មីឡើយហើយបើគ្មានការអនុវត្តវាក៏គ្មានចេញជារូបរាងអ្វីនោះដែរប្រសិនបើអ្នកសុបិនឃើញរបស់នោះអ្នកនឹងអាចធ្វើបានប្រសិនបើខួរក្បាលរបស់អ្នកមានការស្រមើស្រមៃជឿជាក់នោះអ្វីៗដែលអ្នកស្រមៃនឹងក្លាយជាការពិតសូមកុំយល់ច្រឡំទៅលើព្រេងវាសនាកុំសង្ឃឹមចាំទទួលលាភអំពីជោគវាសនារបស់អ្នកដទៃគឺមានតែការខិតខំប្រឹងប្រែងឧស្សាហ៍ព្យាយាមយ៉ាងពេញទំហឹងដោយខ្លួនឯងប៉ុណ្ណោះទើបធ្វើឲ្យបំណងប្រាថ្នាឬភាពស្រមើស្រមៃរបស់អ្នកក្លាយជាការពិតបានចំណងគឺជាចំណុចចាប់ផ្ដើមដើម្បីសម្រេចបាននូវរាល់គោលដៅទាំងអស់ភាពជឿជាក់លើខ្លួនឯងគឺជាគន្លឹះដែលនាំឲ្យសម្រេចគោលដៅពង្រីកការស្រមើស្រមៃរបស់អ្នកពីអ្វីដែលអ្នកអាចធ្វើទៅបានកាលណាអ្នកចង់បានរបស់អ្វីមួយយ៉ាងអ្នកត្រូវតែមានជំនឿយ៉ាងមុតមាំថាអ្នកទទួលបានវានៅថ្ងៃណាមួយជាក់ជាមិនខានចូលតម្កល់បេះដូងចិត្តព្រលឹងរបស់អ្នកទៅលើសកម្មភាពរបស់អ្នកដែលទោះជាតូចតាចក៏ដោយព្រោះនេះគឺជាអាថ៌កំបាំងនៃភាពជោគជ័យប្រសិនបើអ្នកបាត់បង់ការផ្ដោតអារម្មណ៍នោះសកម្មភាពរបស់អ្នកនឹងជាប់គាំងហើយលែងដំណើរការមានគោលដៅបំណងជាក់លាក់គឺអាចកែប្រែឥរិយាបថរបស់អ្នកបានផែនការដ៏ធំធេងចាំបាច់ត្រូវមានបំណងប្រាថ្នាដ៏ខ្លាំងក្លានិងមុតមាំអ្នកមិនអាចចាប់ផ្ដើមធ្វើផែនការអ្វីមួយដោយពុំមានគោលដៅច្បាស់លាស់បាននោះទេដួលដោយសារការបោះជំហានទៅមុខប្រសើរជាងនៅឈរទ្រឹងមួយកន្លែងដួលកន្លែងណាក្រោកកន្លែងហ្នឹងដួលហើយត្រូវក្រោកឈរវិញរួចបន្តដំណើរទៅមុខទៀត